ដែនដើម្បីវាយបកលើលោកហ៊ុនសែនក៏ស្រាប់តែមានអក្រិតកម្មសម្រាប់លោកលឹមគឹមយ៉ា10ថ្ងៃក្រោយមកគឺនៅថ្ងៃទី7ខែមករាឆ្នាំ2025សម្រាប់អតីតសមាជិកសភាគណៈបក្សសង្គ្រោះជាតិលោកលឹមគឹមយ៉ាអានេះគឺជាការវាយបកទៅវិញរបស់រដ្ឋអំណាចក្រុងភ្នំពេញគេសម្លាប់លោកលឹមគឹមយ៉ាដើម្បីឲ្យរដ្ឋាភិបាលនៃក្រុមគ្រួសារលោកថាក់ស៊ីននៅថៃថប់ដង្ហើមក៏ប៉ុន្តែចំណុចដែលมันអាចខ្ទប់ដង្ហើមរដ្ឋាភិបាលគ្រួសារលោកថាក់ស៊ីនបាននៅពេលនោះដោយសារតែក្រោយពីការសម្លាប់លោកលឹមគឹមយ៉ាគេរកឃើញជាប់ដានបរិសុទ្ធ2នាក់គឺពេជ្រកឹមស្រិននិងលីរតនៈរស្មីដែលជាមនុស្សរបស់រដ្ឋអំណាចក្រុមគ្រួសារហ៊ុនទៅពីក្រោយឃើញទេសម្រាប់លោកលឹមគឹមយ៉ាដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលគ្រួសារថាក់ស៊ីននៅថៃជាការវាយបកពីខាងភ្នំពេញទៅលើរដ្ឋាភិបាលក្រុងបាងកកវិញប៉ុន្តែការវាយបកនេះវាទៅជាអត់សូវមានប្រសិទ្ធភាពដោយសារតែគេរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងមនុស្សរបស់ក្រុមគ្រួសារហ៊ុននៅប្រទេសកម្ពុជាដែរឃើញវាយបកគ្នាទៅវិញទៅមកហើយបងប្អូនបន្ទាប់ពីការសម្លាប់លោកលឹមគឹមយ៉ាដើម្បីវាយបកលើរដ្ឋាភិបាលក្រុងបាងកកកាលពីថ្ងៃទី7ខែមករាឆ្នាំ2025ក៏ស្រាប់តែមួយខែក្រោយមករដ្ឋាភិបាលក្រុងបាងកកនៃក្រុមគ្រួសារលោកថាក់ស៊ីនចាប់ផ្ដើមវាយបកមករដ្ឋាភិបាលក្រុមគ្រួសារហ៊ុនវិញគឺនៅខែកុម្ភៈឆ្នាំ2025ថៃគេចាប់ផ្ដើមធ្វើយុទ្ធនាការខ្លាំងតែម្ដងដាក់ឈ្មោះក្រុងប៉ោយប៉ែតថាជាអាណាចក្រឆបោកតាមអនឡាញរហូតទៅដល់ថៃគេរកឃើញទីតាំងបង្ខាំងមនុស្សជាច្រើនកន្លែងអាជ្ញាធរថៃគេផ្ដាច់បណ្ដាញអ៊ីនធឺណិតនិងសេវាទូរស័ព្ទដែលភ្ជាប់ពីថៃនៅទីក្រុងបាងកកសំទោសនៅទីក្រុងប៉ោយប៉ែតហ្នឹងហើយអាជ្ញាធរថៃគេរហូតទៅដល់ធ្វើចលនាកងទ័ពរបស់គេជួយសង្គ្រោះពលរដ្ឋរបស់គេនៅក្នុងកាស៊ីណូមួយចំនួននៅក្រុងប៉ោយប៉ែតទៅទៀតឃើញអាជ្ញាធរថៃវាយបកទៅរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនវិញគឺវាយបកខ្លាំងមែនទែនបន្ទាប់ពីមានការសម្លាប់លោកលឹមគឹមយ៉ានៅថ្ងៃទី7ខែមករាឆ្នាំ2025ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុមគ្រួសារលោកថាក់ស៊ីនបងប្អូនពេលដែលថៃចាប់ផ្ដើមធ្វើយុទ្ធនាការវាយបកវិញទៅរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកហ៊ុនម៉ាណែតគ្រួសារហ៊ុនលោកហ៊ុនសែននេះគឺធ្វើនៅក្នុងខែកុម្ភៈឆ្នាំ2025ហើយបញ្ហាហ្នឹងវាកាន់តែវិលដាលយ៉ាងធំពីព្រោះមកដល់ក្នុងខែឧសភាឆ្នាំ2025ក៏មានការផ្សាយយ៉ាងប្រងព្រាតពីវិទ្យុ ABC អូស្ត្រាលីអំពីរឿងអក្រិតកម្មអនឡាញ Cyber Crime នៅកម្ពុជារហូតទៅដល់73ទំព័រហើយមានការបន្ថែមព័ត៌មានជាច្រើនទៀតរបស់ Humanity Research Consultancy ដែលដាក់ឈ្មោះក្រុមគ្រួសារហ៊ុនចំតែម្ដងថាជាបេខ្លោងនៅពីក្រោយបណ្ដាញអក្រិតកម្មឆ្លងដែនហ្នឹងពេលដែលថៃវាយបកនៅក្នុងខែកុម្ភៈឆ្នាំ2025ក៏មានព័ត៌មានសុសសាយកាន់តែច្រើនពីបណ្ដាញផ្សព្វផ្សាយជុំវិញពិភពលោកអំពីក្រុមគ្រួសារហ៊ុនដែលនៅពីក្រោយឬក៏ធ្វើជាបងធំនៃបណ្ដាញអក្រិតកម្មឆ្លងដែនបងប្អូននេះគឺជាសង្គ្រាមវាយបកគ្នារវាងក្រុមគ្រួសារហ៊ុននិងក្រុមគ្រួសារលោកថាក់ស៊ីន
ហើយការវាយបករបស់ថៃហ្នឹងនៅក្នុងខែឧសភាក៏ចាប់ផ្ដើមរឿងថ្មីមួយទៀតក្រៅពីអក្រិតកម្មអនឡាញគឺកងទ័ពថៃចូលសម្លាប់ព្រឹទ្ធបាលឯកសួនរ៉ននៅលើទឹកដីនៃប្រទេសកម្ពុជាកងទ័ពថៃដែលចូលសម្លាប់លោកសួនរ៉ននោះណាដឹងគេបកស្រាយថាម៉េចទេគេបកស្រាយបិទមាត់រដ្ឋាភិបាលក្រុងគ្រួសារហ៊ុនថាគេមិនមែនឈ្លានពានចូលទឹកដីនៃប្រទេសកម្ពុជាទេគឺគេកំពុងតែធ្វើចលនាប្រឆាំងនឹងអក្រិតកម្មឆ្លងដែនគេអត់ឈ្លានពានទឹកដីកម្ពុជាទេនេះជាការបកស្រាយរបស់គេទេណាគឺគេប្រឆាំងនឹងអក្រិតកម្មឆ្លងដែនគឺការវាយបករបស់ថៃផ្ដោតទៅលើការកម្ចាត់អក្រិតកម្មឆ្លងដែនហើយការបកស្រាយលើការសម្លាប់ព្រឹទ្ធបាលឯកសួនរ៉នក៏ថៃថាដើម្បីកម្ចាត់អក្រិតកម្មឆ្លងដែនតាមពិតណាថៃឈ្លានពានមែនប៉ុន្តែថៃយកលេសនៃការកម្ចាត់អក្រិតកម្មឆ្លងដែនឲ្យទៅជាប្រយោជន៍សម្រាប់ប្រជាជាតិគេថែមទៀតហើយនេះជាចំណុចឆ្លាតសម្រាប់ជាតិគេយើងមិនមែនសរសើរគេពីព្រោះយើងសរសើរការឈ្លានពានរបស់គេទេប៉ុន្តែជាចំណុចឆ្លាតរបស់លោកថាក់ស៊ីននៅត្រង់ណាពីព្រោះបើលោកថាក់ស៊ីនកំចាត់តែអក្រិតកម្មឆ្លងដែនតែមួយមុខនោះនឹងធ្វើឲ្យប្រជាជាតិថៃមើលឃើញច្បាស់ថាចំនួនដែលកើតមានគឺជាការចែកផលប្រយោជន៍គ្នាមិនត្រូវរវាងគ្រួសារថាក់ស៊ីននិងគ្រួសារលោកហ៊ុនសែនអញ្ចឹងថៃលោកថាក់ស៊ីននេះរុញចូលមួយករណីទៀតគឺឈ្លានពានចូលប្រទេសកម្ពុជាសម្លាប់ព្រឹទ្ធបាលឯកលោកសួនរ៉នដើម្បីធ្វើចលនាបង្វែរចំណាប់អារម្មណ៍ពីផលប្រយោជន៍គ្រួសារទាំងពីរទៅជារឿងទឹកដីជាតិថែមទៀតហើយនិយាយពីលោកហ៊ុនសែនវិញលោកហ៊ុនសែនប្រឹងទប់ការវាយបករបស់លោកថាក់ស៊ីនការប្រឹងទប់របស់គាត់គឺដើរខុសក្រឡាពីព្រោះអ្វីដែលគាត់ធ្វើជាមួយលោកថាក់ស៊ីនត្រឹមតែជាផលប្រយោជន៍គ្រួសារបុគ្គលអញ្ចឹងហើយនៅពេលដែលកងទ័ពថៃសម្លាប់ព្រឹទ្ធបាលឯកសួនរ៉នលោកហ៊ុនសែនអត់ប្រើយន្តការអន្តរជាតិអត់ហ៊ានសូម្បីតែជូនដំណឹងទៅប្រធានអាស៊ានឡើយកុំថាឡើយប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកុំថាឡើយជូនដំណឹងទៅអង្គភាពមានសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិកុំថាឡើយប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមែនតើណាការជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលលោកហ៊ុនម៉ាណែតធ្វើនោះគឺក្រោយពេលដែលថៃវាយសម្រុកយើងទប់លែងបានទៅហើយទេប៉ុន្តែដំបូងពេលដែលកងទ័ពថៃចូលមកសម្លាប់ព្រឹទ្ធបាលឯកសួនរ៉ននៅលើទឹកដីនៃប្រទេសកម្ពុជារដ្ឋាភិបាលហ៊ុនម៉ាណែតអត់បានឆ្លើយតបអ្វីទាំងអស់ហើយប្រឹងរកមធ្យោបាយត្រឹមតែទប់ការវាយបករបស់លោកថាក់ស៊ីនជាលក្ខណៈបុគ្គលទៅវិញទៅមកហើយការវាយបកដែលលោកហ៊ុនសែនធ្វើគឺមិនដល់មួយខែក្រោយពីសម្លាប់លោកសួនរ៉នផងនៅថ្ងៃទី18ខែមិថុនាឆ្នាំ2025លោកហ៊ុនសែនបែរទៅជាទំលាយកិច្ចសន្យាតាមទូរស័ព្ទជាមួយអ្នកស្រីផែថងឋានទៅវិញបងប្អូនឃើញទេការវាយបកទៅវិញទៅមកគឺជាលក្ខណៈបុគ្គលសុទ្ធសាធអត់មានពាក់ព័ន្ធទៅនឹងទឹកដីជាតិទេលោកហ៊ុនសែនថ្ងៃទី18ខែមិថុនាឆ្នាំ2025បែរទៅជាវាយបកនឹងការឈ្លានពានរបស់ថៃវាយបកនឹងការកម្ចាត់អក្រិតកម្មឆ្លងដែនរបស់រដ្ឋាភិបាលថៃ
ដោយទំលាយកិច្ចសន្ទនាតាមទូរស័ព្ទជាសម្ងាត់ជាមួយអ្នកស្រីផែថងឋានទៅវិញបុគ្គលសុទ្ធសាធគ្រូសាសុទ្ធសាធគ្មានរឿងប្រទេសជាតិទេដោយឃើញមូលហេតុហ្នឹងណាក្រមប្រឹក្សាជាតិតស៊ូលោកសំរាំងស៊ីប្រធានក្រមប្រឹក្សាជាតិតស៊ូខ្លួនខ្ញុំផ្ទាល់អ្នកនាំពាក្យក្រមប្រឹក្សាជាតិតស៊ូនាំគ្នាចេញធ្វើសេចក្តីថ្លែងការណ៍ដោយផ្ដោតលើរឿងពីររឿងទី1ឈប់យកលបែងគ្រួសារបុគ្គលដែលជាអក្រិតកម្មឆ្លងដែរហ្នឹងណាទៅលេងឆ្លោះគ្នាមកប៉ះពាល់ដល់ប្រទេសជាតិទាំងពីររឿងទី2ករណីព្រំដែនត្រូវប្តឹងផ្ដាល់ទៅតុលាការយុត្តិធម៌អន្តរជាតិនិងកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញដើម្បីអីទប់ស្កាត់កុំឲ្យមានសង្គ្រាមរវាងកម្ពុជានិងថៃពីព្រោះយើងមើលឃើញច្បាស់ណាស់បន្ទាប់ពីវៃបកគ្នាទៅវិញទៅមករវាងគ្រួសារថាក់ស៊ីននិងគ្រួសារលោកហ៊ុនសែនដល់ដំណាក់កាលថ្ងៃទី18ខែមិថុនាឆ្នាំ2025លោកហ៊ុនសែនទំលាយកិច្ចសន្និសីទសម្ងាត់រវាងលោកហ៊ុនសែននិងអ្នកស្រីផែថងឋានយើងដឹងថាអូនឹងកើតមានសង្គ្រាមហើយវានឹងផ្ទុះចេញទៅសង្គ្រាមហើយប៉ុន្តែអ្នកគ្រប់គ្រងគណៈបកប្រជាជនអ្នកគ្រប់គ្រងក្រុមគ្រួសារហ៊ុនបែរទៅជំនុំគ្នាអួតក្អេងក្អាងថាអូលោកហ៊ុនសែនខ្លាំងឯណានៃនោះទៅវិញមិនខ្លាំងទេគឺនឹងកើតមានសង្គ្រាមហើយទុកគេអត់បានទីបំផុតដូចយើងឃើញសពថ្ងៃអញ្ចឹងទុកគេអត់បានបើកព្រំដែនឲ្យគេចូលតែម្ដងពេលនោះណាលោកសំរាំងស៊ីខ្ញុំនិយាយម្ដងទៀតខ្ញុំខ្លួនឯងអ្នកនាំពាក្យក្រមប្រឹក្សាជាតិតស៊ូក្រមប្រឹក្សាជាតិតស៊ូទាំងមូលចេញសេចក្តីថ្លែងការណ៍ទាមទារជំរុញអង្វរថារឿងអក្រិតកម្មឆ្លងដែនរវាងគ្រួសារទាំងពីរត្រូវលាតត្រដាងឲ្យពលរដ្ឋនៃប្រទេសថៃហើយនិងប្រទេសកម្ពុជាឃើញច្បាស់ទៅដោះស្រាយតាមច្បាប់ទៅរីឯបញ្ហាព្រំដែនកុំបំផ្ទុះចេញពីទំនាស់ក្រុមគ្រួសារឲ្យកាត់ជាសង្គ្រាមប៉ុន្តែត្រូវប្រយុទ្ធការអន្តរជាតិដើម្បីដោះស្រាយក្រុមគ្រួសារហ៊ុនអត់ធ្វើអញ្ចឹងទេក្រុមគ្រួសារហ៊ុនមិនធ្វើអញ្ចឹងឡើយហើយរឿងដែលយើងបារម្ភបំផុតនៅពេលដែលមានការទាមទារអង្វរករបស់យើងឲ្យដោះស្រាយបញ្ហាអក្រិតកម្មឆ្លងដែនដោយច្បាប់ហ្នឹងណាក៏ស្រាប់តែបណ្ដាញអ្នកស៊ើបអង្កេតធំដូចជា Amnesty ចេញរបាយការណ៍រហូតដល់240ទំព័រនិយាយអំពីអក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាបង្ខាំងមនុស្សជាង120000នាក់ឲ្យធ្វើការក្នុងបណ្ដាញអក្រិតកម្មឆ្លងដែនហ្នឹងយើងឃើញច្បាស់ថាបណ្ដាញអក្រិតកម្មឆ្លងដែនហ្នឹងធំជាពិសេសនៅប្រទេសកម្ពុជាអញ្ចឹងនៅពេលដែលក្រុមគ្រួសារហ៊ុននិងក្រុមគ្រួសារថាក់ស៊ីនចិត្តអ្វីបកគ្នាទៅវិញទៅមកទុកគ្នារឿងចែកផលប្រយោជន៍គ្នាមិនត្រូវអំពីជំនួយអក្រិតកម្មឆ្លងដែនហ្នឹងណានោះច្បាស់ណាស់កម្ពុជានិងថៃនឹងកើតមានសង្គ្រាមអញ្ចឹងហើយយើងអង្វរឲ្យដោះស្រាយបញ្ហាហ្នឹងដោយការស៊ើបអង្កេតច្បាស់លាស់និងតាមផ្លូវច្បាប់ក៏ប៉ុន្តែក្រុមគ្រួសារហ៊ុនអត់ធ្វើទេរហូតដល់ថ្ងៃទី26ខែមិថុនាឆ្នាំ2025រដ្ឋាភិបាលអ្នកស្រីផែថងឋានហើយអ្នកស្រីផែថងឋានហ្នឹងណាមើលឃើញថាវិបត្តិអក្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាធ្ងន់ធ្ងរមែនទែនហើយវាជាឱកាសដែលរដ្ឋាភិបាលអ្នកស្រីផែថងឋានបុកយកព្រៀបលើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៅប្រទេសកម្ពុជាអ្នកស្រីផែថងឋានរហូតមកដល់ចេញវត្តមានទៅចង្អុលកាស៊ីណូនៅកម្ពុជាជាច្រើនកន្លែងគាត់ចង្អុលចំតែម្ដងជាពិសេសកាស៊ីណូនៅជិតព្រំដែនថៃដែលជាបណ្ដាញអក្រិតកម្មឆ្លងដែនគេហៅថា Cyber Crime ឃើញបងប្អូនឃើញជាការឆ្លោះ
ផលប្រយោជន៍រវាងគ្រួសារទាំងពីរលើបណ្ដាញអក្រិតកម្មឆ្លងដែនណាហើយបងប្អូននៅពេលដែលថៃនាំគ្នាវាយបកលើអក្រិតកម្មឆ្លងដែនរបស់ក្រុមគ្រួសារហ៊ុននៅប្រទេសកម្ពុជាតើមកដល់ដំណាក់កាលហ្នឹងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនវាយបកយ៉ាងម៉េចទៀតថ្ងៃទី26ខែមិថុនាឆ្នាំ2025អ្នកស្រីផែថងឋានចេញមកចង្អុលមកថាកន្លែងនេះកន្លែងនោះជាច្រើនកន្លែងនៅប្រទេសកម្ពុជាជិតព្រំដែនថៃគឺជាកន្លែងបណ្ដាញអក្រិតកម្មឆ្លងដែនក៏ស្រាប់តែមួយថ្ងៃក្រោយមកលោកហ៊ុនសែនវាយបកទៅវិញថ្ងៃទី27ខែមិថុនាឆ្នាំ2025លោកហ៊ុនសែនគាត់ចេញនិយាយ3ម៉ោងដើម្បីព្យាយាមបន្សាបសកម្មភាពបង្ក្រាបអក្រិតកម្មឆ្លងដែនរបស់អ្នកស្រីផែថងឋាន3ម៉ោងនោះអត់មានអីទេអ្វីដែលលោកហ៊ុនសែននិយាយទី1គាត់សំដែងការខឹងច្រឡោតរបស់គាត់លើអ្នកស្រីផែថងឋាននិងគ្រួសារលោកថាក់ស៊ីនហើយទី2គាត់បន្ទោសលោកថាក់ស៊ីនថាមិនចេះប្រដៅកូនស្រីហើយទី3ប្រតិកម្មធំបំផុតរបស់គាត់គឺលោកហ៊ុនសែនហ្នឹងបានគម្រាមលោកថាក់ស៊ីនរហូតទៅដល់បញ្ចេញសារសម្លេងសម្ងាត់ថែមទៀតដែលលោកថាក់ស៊ីនធ្លាប់និយាយជាមួយលោកហ៊ុនសែនមិនដឹងតាំងពីពេលណាមកទេថាលោកថាក់ស៊ីនប្រមាថព្រះមហាក្សត្រថៃឃើញទេនេះជាការវាយបកទៅវិញរបស់លោកហ៊ុនសែនហើយការវាយបករបស់លោកហ៊ុនសែនណានៅពេលដែលគាត់វាយបកខ្លាំងគាត់ដឹងថាគាត់ទុនដៃទំនងជាមិនឈ្នះលោកថាក់ស៊ីនដ៏មានឥទ្ធិពលនៅថៃទេគាត់ខ្លាចពេលនោះវាជាឱកាសដែលអ្នកប្រជាធិបតេយ្យខ្មែរអាចធ្វើសកម្មភាពតាមថៃចូលមកប្រទេសកម្ពុជាក្នុងការចង់ស្ដារប្រជាធិបតេយ្យកម្ពុជាវិញបានហ្នឹងណាគាត់ចោតភ្ជាប់ទៅទៀតគាត់ចោតភ្ជាប់នឹងអ្នកប្រជាធិបតេយ្យខ្មែរចេះតែចោតផ្ដេសផ្ដាស់ទៅណាថាខុបខិតជាមួយថៃគ្មាននរណាទៅខុបខិតជាមួយថៃទេគាត់ចោតអញ្ចឹងដើម្បីកម្ចាត់អ្នកប្រជាធិបតេយ្យខ្មែរតាមរយៈការកែរដ្ឋធម្មនុញ្ញនិងកែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរឃើញគាត់វាយគ្នាជាមួយក្រុមគ្រួសារលោកថាក់ស៊ីនទៅវិញទៅមកទៅវិញទៅមកទៅវិញទៅមកគាត់ឃើញថាអូគាត់អត់ឈ្នះក្រុមគ្រួសារលោកថាក់ស៊ីនទេអញ្ចឹងគាត់ខ្លាចស្រមោលខ្លួនឯងពីព្រោះពីមុនគាត់អាចទប់ស្កាត់អ្នកប្រជាធិបតេយ្យខ្មែរនៅលើទឹកដីថៃបានដោយពឹងដៃលោកថាក់ស៊ីនពឹងដៃភាគីថៃដល់ទៅពេលគាត់កំពុងតែធ្វើសង្គ្រាមចែកផលប្រយោជន៍គ្នាមិនត្រូវជាមួយនឹងក្រុមគ្រួសារលោកថាក់ស៊ីនគាត់បារម្ភថាអ្នកប្រជាធិបតេយ្យខ្មែរអាចជន់ដៃថៃបានការជន់ដៃថៃប្រសិនបើពួកយើងធ្វើមែននោះគឺជាការចម្លងរបស់ពួកយើងចូលប្រទេសកម្ពុជាដើម្បីស្ដារប្រជាធិបតេយ្យយើងអត់មានទៅខុបខិតជាមួយបរទេសណាទេអញ្ចឹងហើយបានជាលោកហ៊ុនសែនប្រឹងប្រែងសម្បើមណាស់នៅក្នុងការកម្ចាត់ខ្មែរអ្នកប្រជាធិបតេយ្យផងហើយក្នុងការលាងខ្លួនគាត់ពីអក្រិតកម្មឆ្លងដែនដែលពាក់ព័ន្ធទៅនឹងក្រុមគ្រួសារលោកថាក់ស៊ីនផងបងប្អូនឃើញទេចុងក្រោយអ្វីដែលលោកហ៊ុនសែននិងលោកថាក់ស៊ីនធ្វើគឺជាការប្រយុទ្ធគ្នាទៅវិញទៅមកពីព្រោះចែកផលប្រយោជន៍គ្នាមិនត្រូវអត់មានរឿងទឹកដីព្រំដែនអីទេពីព្រោះចែកផលប្រយោជន៍គ្នាមិនត្រូវសុទ្ធសាធហើយបងប្អូនមើលបន្ទាប់ពីលោកហ៊ុនសែននិងលោកថាក់ស៊ីនប្រកាសប្រចាក់គ្នាតាំងពី
ខែធ្នូឆ្នាំ2024រហូតមកដល់ខែមិថុនាឆ្នាំ2025អ្វីដែលអ្នកទាំងពីរធ្វើគឺជាផលប្រយោជន៍នៃការការពារអក្រិតកម្មឆ្លងដែនដែលពាក់ព័ន្ធគ្នាតែប៉ុណ្ណោះខ្ញុំភ្លេចរឿងមួយទៀតបងប្អូនបន្ទាប់ពីលោកហ៊ុនសែនបាននិយាយ3ម៉ោងតែម្នាក់ឯងកាលពីថ្ងៃទី27ខែមិថុនាឆ្នាំ2025ថៃវាយបកទៅវិញដល់ថ្ងៃទី14ខែកក្កដាឆ្នាំ2025សំទោសមិនមែនថ្ងៃទី14ទេថ្ងៃទី8ខែកក្កដាឆ្នាំ2025ថៃក៏ចាត់ការលើលោកកុកអានចេញដោយការចាប់ខ្លួនលោកកុកអានហើយការចេញដោយការចាប់ខ្លួនលោកកុកអាននេះណាគឺបោកខ្ទេចនៅទ្រព្យសម្បត្តិរបស់លោកកុកអាននៅថៃចំនួនរាប់ពាន់លានដុល្លាររបស់លោកកុកអាននៅថៃហើយក៏បោកដែរនៅទ្រព្យសម្បត្តិនិងចំនួនរបស់លោកលីយ៉ុងផាត់នៅថៃទ្រព្យសម្បត្តិរបស់ពួកគេរាប់ពាន់លានដុល្លារទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររបស់ពួកគេនេះណាគឺជាទ្រព្យចិញ្ចឹមអំណាចរដ្ឋាភិបាលលោកហ៊ុនម៉ាណែតឃើញថៃវាយបកមកវិញអញ្ចឹងគឺជាការវាយបកគ្នាទៅវិញទៅមកទៅវិញទៅមករវាងក្រុមគ្រួសារថាក់ស៊ីនិងក្រុមគ្រួសារហ៊ុនសុតស្ថានហើយការវាយបកចុងក្រោយដល់ថ្ងៃទី8ខែកក្កដាឆ្នាំ2025ដែលថៃចេញដោយការចាប់ខ្លួនអុកញ៉ាកុកអានមិនយូរទេសង្គ្រាមក៏បានចាប់ផ្ដើមផ្ទុះឡើងគឺនៅថ្ងៃទី23កក្កដាឆ្នាំ2025ការប្រយុទ្ធគ្នានៅតាមព្រំដែនក៏ចាប់ផ្ដើមខ្លះ24កក្កដាចាប់ផ្ដើមមែនទែនហើយថៃបើកសមរភូមិរហូតដល់ជាង800គីឡូម៉ែត្របងប្អូនពិចារណាត្រង់នេះថៃបើកសមរភូមិប្រយុទ្ធឈ្លានពានរហូតដល់ជាង800គីឡូម៉ែត្រតើនោះគឺជាការឈ្លានពានប្រកបទេប៉ុន្តែវាមានផ្នែកនៃការឈ្លានពានក៏ប៉ុន្តែវាអត់មានអ្នកណាទៅលងងបើកការឈ្លានពានលើព្រំដែនទាំងអស់រហូតដល់ជាង800គីឡូម៉ែត្រទេបើគេពិតជាឈ្លានពានតែមួយមុខគេជ្រើសរើសតំបន់ឈ្លានពានដែលអាចឈ្លានពានបានគេមិនបើកសមរភូមិរហូតដល់ជាង800គីឡូម៉ែត្រទេគឺថៃបើកសមរភូមិឈ្លានពានរហូតដល់ជាង800គីឡូម៉ែត្រតាំងពីដែនកោករហូតដល់ដែនទឹកនោះជាអ្វីមែនទែនវាពាក់ព័ន្ធនឹងការឈ្លានពាននោះហើយក៏ប៉ុន្តែលើសពីហ្នឹងគឺជាការបើកយុទ្ធនាការប្រើកម្លាំងគំរាមសងសឹកលើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនមែនសងសឹកទេការបើកប្រតិបត្តិការដើម្បីកម្ចាត់ក្រុមគ្រួសារហ៊ុនមានន័យថាក្រុមគ្រួសារលោកថាក់ស៊ីននៅពីក្រោយប្រតិបត្តិការដើម្បីកម្ចាត់ក្រុមគ្រួសារហ៊ុនដែលចែកផលប្រយោជន៍គ្នាមិនត្រូវអំពីជំនួញអក្រិតកម្មឆ្លងដែននោះហើយបងប្អូនចាំបានទេបងប្អូនចាំបានទេនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025លោកថាក់ស៊ីនគាត់បានប្រើពាក្យមួយថាកម្លាំងបើកសមរភូមិប្រតិបត្តិការនោះគឺដើម្បីបង្រៀនលោកហ៊ុនសែនចង់និយាយថាម៉េចចង់និយាយអំពីការបង្រៀនលោកហ៊ុនសែនកុំឲ្យប៉ាន់ខ្លួនឯងថាស្មើថាក់ស៊ីនកុំឲ្យតវ៉ាផលប្រយោជន៍ជាមួយថាក់ស៊ីនរកស៊ីជាមួយថាក់ស៊ីនគឺថាក់ស៊ីនចែកឲ្យប្រមាណយកប៉ុណ្ណឹងទៅលោកថាក់ស៊ីនចង់ប្រមានលោកហ៊ុនសែនយ៉ាងដូចនោះហើយពេលដែលលោកថាក់ស៊ីននិយាយថាការប្រើកម្លាំងនោះដើម្បីបង្រៀនលោកហ៊ុនសែននោះមានន័យថាគឺជាសង្គ្រាមនៃការបាត់សមរភូមិ
ប្រយុទ្ធគ្នារវាងគ្រួសារថាស៊ីននិងគ្រួសារលោកហ៊ុនសែនវាមិនមែនប្រកាសជាការឈ្លានពាន 100% ទេប៉ុន្តែជាធម្មតាទេក្នុងឱកាសហ្នឹងភាគីថៃផ្សេងទៀតគេមើលឃើញថាទោះបីជាលោកថាស៊ីនប្រើសង្គ្រាមនោះដើម្បីសងសឹកលោកហ៊ុនសែនឬក៏បង្រៀនលោកហ៊ុនសែនក៏ដោយក៏ប៉ុន្តែជាឱកាសរបស់គេយកទឹកដីកម្ពុជាអញ្ចឹងគេរុញបដោយកទឹកដីកម្ពុជាតែម្ដងឃើញទេម្ល៉េះហើយសង្គ្រាមដែលបានកើតឡើងរហូតយើងឃើញបាត់បង់ទឹកដីនៃប្រទេសកម្ពុជាវាមិនមែនផ្ដើមចេញពីការឈ្លានពានពិតប្រាកដទេតាមពិតទៅរបៀបដែលថៃឈ្លានពានកន្លងមកវាជាទម្លាប់ទៅហើយតែថៃឈ្លានពានហើយក៏ជាទម្លាប់ដែរតែក្រុមគ្រួសារហ៊ុនមិនដែលគិតខ្វល់អំពីការការពារទឹកដីនៅប្រទេសកម្ពុជាទេថៃឈ្លានពានស្ងាត់ថៃចូលធ្វើផ្លូវបន្តិចម្ដងថៃចូលសង់ភូមិបន្តិចម្ដងថៃធ្វើប៉ុស្តិ៍បន្តិចម្ដងដូចវៀតណាមអញ្ចឹងក៏ប៉ុន្តែរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនដែលខ្វល់នោះទេអត់ដែលខ្វល់អំពីការការពារទឹកដីនៃប្រទេសកម្ពុជាទេហើយមានប្រតិកម្មខ្លះតែលើតំបន់ប្រាសាទប៉ុណ្ណោះហេតុអីពីព្រោះតំបន់ប្រាសាទប្រជាពលរដ្ឋខ្មែរឃើញច្បាស់ពេកអញ្ចឹងហើយក៏ប្រតិកម្មខ្លះដើម្បីបន្លំភ្នែកប្រជាពលរដ្ឋតែប៉ុណ្ណោះប៉ុន្តែក្រៅពីតំបន់ប្រាសាទក្រុមគ្រួសារហ៊ុនអត់មានខ្វល់ទេបងប្អូនគឺឲ្យគេចូលមកក៏ប៉ុន្តែពេលហ្នឹងហេតុអីបានជាក្រុមគ្រួសារហ៊ុនត្រូវការចេញកម្លាំងខ្លាំងដើម្បីតទល់នោះមិនមែនជាការតទល់ទប់ស្កាត់ការឈ្លានពានរបស់ថៃឡើយក៏ប៉ុន្តែគឺជាការបោកប្រាស់យុទ្ធជនខ្មែរឲ្យទៅធ្វើសង្គ្រាមដើម្បីទប់ឥទ្ធិពលក្រុមគ្រួសារលោកថាក់ស៊ីនវាយបកក្រុមគ្រួសារលោកហ៊ុនសែនពីព្រោះតែពួកគេចែកផលប្រយោជន៍គ្នាមិនត្រូវតែប៉ុណ្ណោះដូច្នេះបងប្អូនច្បាស់ហើយចំណុចដែលបងប្អូនពិចារណាបងប្អូនគិតមើលទៅមើលហើយបងប្អូនឃើញដូចគ្នាខ្ញុំជូនបងប្អូនពិចារណាប្រសិនបើក្រុមគ្រួសារហ៊ុនពិតជាការពារទឹកដីកម្ពុជាមែនណារដ្ឋាភិបាលនឹងអនុវត្តឲ្យបានត្រឹមត្រូវនៅកិច្ចព្រមព្រៀងឈប់បាញ់ហើយកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី28ខែកក្កដាម៉ោង24យប់ចែងច្បាស់កងទ័ពនៃភាគីណានៅកន្លែងណានៅកន្លែងហ្នឹងអត់មានដកតាណាទេហើយបន្ទាប់ពីសង្គ្រាម5ថ្ងៃកងទ័ពកម្ពុជារបស់យើងប្រយុទ្ធស្វិតស្វាញលះបង់ជីវិតគួរឲ្យស្ញប់ស្ញែងពួកគាត់ដណ្ដើមបានស្ទើរតែគ្រប់សមរភូមិដែលប្រយុទ្ធគ្នាប្រាសាទភ្នំស្ទើរតែទាំងអស់ទីហ៊ានកម្ពុជារបស់យើងជាអ្នកគ្រប់គ្រងបើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនពិតជាការពារទឹកដីនៃប្រទេសកម្ពុជាមែនណាគឺត្រូវអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នឹងឲ្យប្រកបមិនត្រូវដកកងទ័ពចេញពីតំបន់ដែលយើងឈរជើងក្រោយបទឈប់បាញ់នោះទេពីព្រោះនៅក្នុងខ្លឹមសារនៃបទឈប់បាញ់និយាយច្បាស់ថាកងទ័ពនៃប្រទេសទាំងពីរមិនអាចធ្វើចលនាទ័ពបំពេញគ្នាទៅវិញទៅមកឡើយស្រាប់តែថៃគ្រាន់តែប្រើជំរាមកៅស៊ូហើយនឹងបលាលួសក៏រដ្ឋាភិបាលលោកហ៊ុនម៉ាណែតឲ្យកងទ័ពយើងដកចេញពីតំបន់ដែលកងទ័ពខ្មែរឈរជើងហើយឲ្យគេពាត់យកទាំងអស់ទាំងភ្នំទាំងប្រាសាទមិនតែប៉ុណ្្នឹងទេមិនត្រឹមតែប៉ុណ្្នឹងទេមិនត្រឹមតែពាត់យកភ្នំពាត់យកប្រាសាទទេរហូតដល់កងទ័ពថៃចូលមកពាត់យកតំបន់ជាច្រើនទៀតភូមិកររបស់ប្រជាពលរដ្ឋខ្មែរហើយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននឹងមិនឲ្យប្រជាពលរដ្ឋខ្មែរប្រតិកម្មមិនឲ្យប្រជាពលរដ្ឋខ្មែរឡាយឲ្យពិភពលោកឃើញទៀតតើក្រុមគ្រួសារហ៊ុននឹងការពារទឹកដីត្រង់ណាអត់ការពារទឹកដីទេហេតុអីបានជាគេមិនការពារទឹកដីពីព្រោះក្រុមគ្រួសារហ៊ុនលោកហ៊ុនសែនដឹងថាខ្លួនប្រយុទ្ធចាញ់ថាក់ស៊ីនហើយ
បើនៅបន្តប្រយុទ្ធទៀតថាក់ស៊ីនលេងកាន់តែខ្លាំងអញ្ចឹងសុកចិត្តចាញ់ថាក់ស៊ីនបាត់បង់ទឹកដីអីក៏បាត់បង់ទៅសម្រួលជាមួយភាគីថៃកុំឲ្យប៉ះពាល់ដល់អំណាចរបស់ខ្លួននៅទីក្រុងភ្នំពេញប៉ុណ្ណឹងទី2បងប្អូនពិចារណាឲ្យច្បាស់សង្គ្រាម5ថ្ងៃយើងដឹងហើយកម្ពុជារបស់យើងមិនមែនជាដៃគូប្រយុទ្ធតទល់នឹងថៃកើតទេខ្ញុំនិយាយបែបនេះណាសូមបែងចែកឲ្យច្បាស់បែងចែកច្បាស់ទី1ស្មារតីកងទ័ពយើងខ្លាំងណាស់ស្មារតីទុកចិត្តខ្លាំងណាស់មិនខ្លាចលះបង់ជីវិតទេរឿងនេះយើងអាចនិយាយថាយើងលើថៃប៉ុន្តែក្រៅពីនឹងយើងចាញ់ថៃទាំងអស់អាវុធក៏ចាញ់ថៃហើយបើនិយាយពីស្បៀងវិញយើងគ្មានផងនៅពេលដែលថៃគេប្រុងធ្វើសង្គ្រាមគេដឹកស្បៀងទាំងឡានគេដឹកអាវុធទំនើបគ្រឿងបរិក្ខារសំទោសសម្ភារៈសត្វបំពាក់កងទ័ពគេស្រោចខ្លួនដើម្បីប្រយុទ្ធនឹងកម្ពុជារបស់យើងអត់មានទេអត់ឃើញតតែសោះក្នុងការដឹកអាវុធទំនើបទៅតទល់ជាមួយគេស្បៀងគ្មានផងពេលដែលយើងប្រយុទ្ធជាមួយថៃប្រជាពលរដ្ឋខ្មែរទេគឺប្រជាពលរដ្ឋខ្មែរទេតែនាំគ្នារៃលុយរៃករៃទឹកត្រីរៃទឹកស៊ីអ៊ីវរៃស្បៀងទៅជួយកងទ័ពជួមកមិនមែនរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនឡើយអញ្ចឹងបងប្អូនពិនិត្យមើលសង្គ្រាម5ថ្ងៃនេះយើងដឹងច្បាស់ថាក្រៅពីស្មារតីយើងអត់មានអ្វីឈ្នះគេទេហើយខ្ញុំលោកសំរាំងស៊ីក្រុមប្រឹក្សាជាតិតស៊ូបានរំលឹកទៀតថាយើងមិនអាចតទល់នឹងគេបានទេឲ្យប្រើច្បាប់ឲ្យប្តឹងទៅតុលាការយុតិធធម៌អន្តរ